vấp thưa rồi lột chiết rồi liền vấp thưa bồn rìa chiết càng càng mà xong cột chụp số bom ôm prey mà tặng tay tay cho một tổ sài ra cặp saiរបស់កម្ពុជាទេនៅក្នុងវីដេអូនេះខ្ញុំនឹងនាំបងប្អូនទៅទស្សនានៅសំណល់សង្គ្រាមមួយកន្លែងដែលមានទីតាំងស្ថិតនៅលើកំពូលភ្នំសំពៅនៅលើកំពូលភ្នំសំពៅនេះបងប្អូនគឺមានស្នាក់ស្នាមប្រវត្តិសាស្ត្រយ៉ាងច្រើនហើយក៏ជាស្នាក់ស្នាមដ៏សែនជូរចត់មានទាំងរូងភ្នំដែលឬក៏លអាងភ្នំដែលជាកន្លែងពិឃាតជីវិតមនុស្សពីសំណាក់បនប្រឡាយពូជសាសន៍គឺពួកខ្មែរក្រហមក្រៅពីនោះក៏មានកន្លែងផ្សេងទៀតតែបានត្រូវបានសេសសល់តាំងពីសម័យសង្គមរាស្ត្រនិយមប៉ុន្តែអ្វីដែលខ្ញុំចាប់អារម្មណ៍យកមកបង្ហាញបងប្អូននៅក្នុងវីដេអូនេះគឺទាក់ទងនឹងលេនដ្ឋានហើយនឹងទីតាំងកំភ្លើងធំមួយកន្លែងដែលនៅលើកំពូលភ្នំហ្នឹងហើយក៏មានទីតាំងក្បែរនឹងចេតិយអរុណនារីឬក៏ចេតិយដូចជាក្មេងដែលបងប្អូនបានឃើញមុនហ្នឹងបងប្អូនរូងដែលបងប្អូនកំពុងតែមើលឃើញនេះគឺជាលេនដ្ឋានសម្រាប់ការពារខ្លួនពីពួកសត្រូវឬក៏អ្នកស្រុកអាចហៅម្យ៉ាងបានទៀតថាជាត្រង់សេផាជាតាមពាក្យភាសាបារាំងត្រង់សេហើយខ្មែរយើងគឺហៅថាលេនដ្ឋានបាទគឺលេនដ្ឋាននេះគឺត្រូវបានកសាងដោយកងទ័ពវៀតណាមដែលជាកងទ័ពដែលជួយខ្មែរគឺកងទ័ពខ្មែរក្នុងការរំដោះទឹកដីពីការគ្រប់គ្រងរបស់ពួកប៉ុលពតហើយក៏បានរុញច្រានពួកប៉ុលពតឲ្យចេះតែដកខ្លួនពីក្រុងភ្នំពេញមកនៅម្ដុំបាត់ដំបងសំឡូតប៉ៃលិនហ្នឹងហើយក៏បានយកភ្នំសំពៅនេះគឺជាទីតាំងមូលដ្ឋានទ័ពដើម្បីតម្កល់កំភ្លើងធំសម្រាប់វាយបហាឬក៏បាញ់ទប់កុំឲ្យពួកខ្មែរក្រហមហ្នឹងវិលចូលមកកាន់កាប់ក្រុងបាត់ដំបងវិញបានកំភ្លើងធំនេះគឺខ្ញុំមិនជាអ្នកស្គាល់កំភ្លើងនឹងថាជាកំភ្លើងប្រភេទម៉ាកអីទេសូមអធិស្ឋានដោយសារតែថតនេះក៏មិនមានការសិក្សាស្រាវជ្រាវអីច្រើនដែរគ្រាន់តែដឹងខ្លះតាមតពីចាស់គាត់ប្រាប់អញ្ចឹងទៅណាហើយក៏មកឃើញស្រាក់ស្រានជាពិតប្រាកដមែនគឺកំភ្លើងដែលប្រឈរនៅលើភ្នំនេះគឺមានកណ្ដុងតម្រង់ទៅរកទិសនៃទីក្រុងតែម្ដងគឺទីក្រុងបាត់ដំបងដោយសារតែពីនេះទៅកាន់ទីក្រុងបាត់ដំបងហ្នឹងគឺមានរយៈចម្ងាយតែជាង10គីឡូទេខ្ទង់12ឬក៏13គីឡូអញ្ចឹងកំភ្លើងនេះគឺអាចផ្លងគ្រាប់ទៅដល់បើក្នុងករណីថាពួកខ្មែរក្រហមគឺបានវិលមកកាន់កាប់ក្រុងបាត់ដំបងហ្នឹងគឺគេអាចបាញ់គ្រាប់ទៅពីនឹងបាននៅទីនេះមានកំភ្លើងមិនមែនតែមួយទេបងប្អូនគឺមានកំភ្លើង2ហើយក្រៅពីកំភ្លើងក៏មានលេនដ្ឋានជាច្រើនកន្លែងដែរបងប្អូនឃើញស្ដាប់ហ្នឹងលេនដ្ឋានខ្លះគឺយើងមើលឃើញលេនដ្ឋានខ្លះដូចនៅក្នុងមុខខ្ញុំនេះគឺជាប្រភេទលេនដ្ឋានដែលគេជីកដីរុងទឹកក្រោមបងប្អូននេះគឺជីកដីរុងទឹកក្រោមហើយគេទៅកាលណាគេមានការដូចថាក្របផ្លោមមកអីគឺគេរត់ចូលក្នុងលេនដ្ឋាននេះដើម្បីការពារខ្លួនឬក៏ការពារខ្លួននៅពេលដែលសត្រូវជីកណាអាកតុំរុយអីថាពួកអាឡាប់កាត់អីហ្នឹងណាមកឆ្លូបមកបាញ់អីចឹងទៅគេអាចការពារខ្លួនគេបានហើយនេះក៏ជាកំភ្លើងមួយទៀតហើយក៏ជាកំភ្លើងដែលមានរាងធំជាងកំភ្លើងដែលនៅខាងដើមបាញ់ហ្នឹងបាទកំភ្លើងហ្នឹងបើមើលតាមសភាពបងប្អូនគឺនៅថ្មីបងប្អូននៅថ្មីព្រោះសារតែយើងគិតមើលកំភ្លើងនេះដែលយកមកដាក់ទីនេះគឺមានរយៈពេលប្រហែលជាជាង30ឆ្នាំទេមិនទាន់ទេណាព្រោះអីការបាញ់រុញច្រានពួកខ្មែរក្រហមមកដល់ក្រុងម្ដុំសំឡូតក្នុង90ឆ្នាំ90ជាងមានន័យថាក្នុងទសវត្សរ៍ឆ្នាំ90ណា
ដូច្នេះមកដល់ឥឡូវ2025គឺទើបតែបានជាង30ឆ្នាំទេមិនទាន់ជាចាស់ណាស់ណាទេដូច្នេះហើយបានជាសភាពកំភ្លើតហ្នឹងគឺនៅថ្មីបាទអញ្ចឹងក្នុងវីដេអូខ្ញុំនេះក៏សូមបញ្ចប់តែប៉ុណ្ណឹងមិនមានអ្វីច្រើនទៀតទេសម្រាប់ចែកជូនបងប្អូនទស្សនាសង្ឃឹមថាបងប្អូនបានយកចំណេះដឹងមួយហើយក៏កុំភ្លេចចូលចុច like និង subscribe ផងហើយក៏សំខាន់តែអធិស្ឋានក្នុងការធ្វើអត្ថាធិប្បាយលឺលួខុសក្រកឆ្គងកន្លែងណាសូមខន្តីអធិស្ឋានសូមអរគុណសូមជម្រាបលាជួបគ្នាក្នុងវីដេអូក្រោយ